តោះអញ្ចឹងសួស្តីបងប្អូនអរគ្នាតោះបងប្អូនអរគ្នាធ្វើដំណើរជាមួយខ្ញុំដើម្បីទៅមើលទំនប់ទឹកយ៉ាងស្រស់ស្អាតមួយបងប្អូនឃើញស្រាប់ឯផ្លូវពិតជាពិបាកមែនទែនផ្លូវដែលយើងធ្វើដំណើរទៅគឺមានកលុកក៏ដូចជាមានទឹកមានអីចឹងទៅក៏ប៉ុន្តែដើម្បីដល់កន្លែងដែលស្រស់ស្អាតយើងតរតែណាជិះឆ្លងកាត់ផ្លូវដែលពិបាកអញ្ចឹងបានយើងទៅដល់កន្លែងស្អាតហើយនេះគឺជាតំបន់ក្បែរភូមិខ្ញុំខាងជើងភូមិបាទទេសភាពស្អាតណាស់បងប្អូនទេសភាពព័ទ្ធជុំវិញទៅដោយភ្នំណាហើយខែវស្សាអញ្ចឹងគឺមានធម្មជាតិបៃតងស្រស់ស្អាតមែនទែនឥឡូវនេះយើងធ្វើដំណើរជិតទៅដល់ហើយណាទៅទៀតយើងទៅដល់ទំនប់ទឹកហ្នឹងហើយនេះគឺបងប្អូនចាំកកាប់នីរោងចក្រគាត់ចេញពីធ្វើការវិញហើយតោះអញ្ចឹងយើងជិតដល់គោលដៅរបស់យើងបងប្អូនហើយជាបន្តិចទៀតយើងដល់ហើយជិតដល់បងប្អូននិយាយរួមទៅផ្លូវកាន់តែពិបាកដល់ពេលយើងដល់គោលដៅកាន់តែស្រស់ស្អាតកាន់តែរំសាយអារម្មណ៍អញ្ចឹងណាចាំមើលផ្លូវដែលពិបាកម៉ូតែប្រហែលដែលខ្ញុំជិះម៉ូហ្នឹងពេលដែលទៅដល់គឺទេសភាពស្រស់ស្អាតប៉ុណ្ណាបងប្អូនចាំប្រងចាំទស្សនាទាំងអស់គ្នាឥឡូវនេះយើងជិតដល់គោលដៅរបស់យើងហើយគឺទំនប់ទឹកយ៉ាងស្រស់ស្អាតបងប្អូនបាទអញ្ចឹងដូចអ្វីដែលបងប្អូនបានឃើញអញ្ចឹងគឺទេសភាពស្រស់ស្អាតមែនទែនបងប្អូននិយាយរួមទៅដោយសារតែយើងពេលល្ងាចផងហើយថ្ងៃជិតលិចក៏តែទេសភាពនៅតែអែមហើយនេះគឺជាដើមឈើដែលអមផ្លូវដូចជាទស្សនភាពនៅក្នុងទំនប់ហ្នឹងបងប្អូនព័ទ្ធជុំវិញទៅដោយភ្នំណាបាទហើយទេសភាពស្អាតក្នុងហ្នឹងគឺមានផលិតមានរុក្ខជាតិបៃតងជាច្រើននៅក្នុងទំនប់ហ្នឹងហើយទេសភាពភ្នំថ្ងៃរៀបលិចបងប្អូនថ្ងៃរៀបលិច